Cáiឥឡូវខ្ញុំសូមណែនាំអំពីរបៀបនៃការ log in ដើម្បីទៅយកនៅ API បាទវគ្គមុនខ្ញុំបានប្រាប់ពីការ clone ហើយអញ្ចឹងឥឡូវខ្ញុំចូលទៅយក API របស់ Telegram អញ្ចឹងយើងចូលទៅកាន់កម្មវិធី Telegram យើងមកបាទនេះ Telegram បងប្អូនមាន app ហ្នឹងពេលដែលបងប្អូនទិញពីខ្ញុំទៅគឺបានទទួលនៅកម្មវិធីនេះហើយអូខេនេះដោយសារតែនេះគឺខ្ញុំបាន activate រួចគឺវាចេញបែបនេះបន្ទាប់មកបងចុចចូលពាក្យ manager account ហើយចុចពាក្យ open API បាទវានឹងនាំបងប្អូនមកកាន់កន្លែង API ហើយបងប្អូនចូលទៅបើក Telegram ដែលខ្ញុំប្រាប់ពីការ clone ថ្ងៃមុនណាហើយបងប្អូន log in ឲ្យបានច្រើនមកហើយបងប្អូនចូលទៅបើកវាមកបាទតោះមកចូលកន្លែងចុច3បាទចុច3យក setting ហើយ copy យកនៅលេខទូរស័ព្ទចូលបាទ copy មកបាទ copy phone number ហើយ pass វាចូលហើយចុច next ពេលនោះវានឹងផ្ញើសារនៅលេខកូដនេះចូលបងប្អូន copy អក្សរនេះមកបាទអក្សរហ្នឹងសពពណ៌ខៀវៗហ្នឹងបាទ copy tag វាមកហើយយកមក pass ចូលហើយ enter ហើយ sign in តមកចុចពាក្យAPI developer tool បាទចុចមកបន្ទាប់មកទៀតកន្លែងនេះវាឲ្យយើងដាក់ឈ្មោះអញ្ចឹងបងប្អូនដាក់ឈ្មោះអីដាក់ទៅបាទដាក់ខ្សែចិត្តបងប្អូនបាទនេះកន្លែង URL នេះបងប្អូន copy ឲ្យ URL ខាងលើនេះបាទយកតែមក dot នេះមកកុំ copy ដល់អក្សរ app បាទ copy វាមកហើយយកមក pass ចូលហើយចុចពាក្យ create ទៅអូខេវានឹងបានហើយឃើញបាន API អញ្ចឹងយើងចូលមកមើលលើ tool Telegram របស់យើងបងប្អូនកត់វាទុកហ្មងក៏បានដែរបាទហើយចុចពាក្យថា add account add account រួចវាឲ្យយើងដាក់នៅលេខទូរស័ព្ទនេះយើងយកលេខទូរស័ព្ទមិញហ្នឹងលេខទូរស័ព្ទហ្នឹងបងប្អូនណា copy លេខទូរស័ព្ទហ្នឹងមកយើង log ឲ្យបានច្រើនទៅបងប្អូនបាទ copy លេខទូរស័ព្ទហ្នឹងយកមកដាក់ចូលខាងលើក្នុងនេះបាទខាងនេះបន្តមកទៀតយើងយក API ID បាទ copy API ID ដាក់ខាងលើ pass វាចូលតមកទៀត copy លេខខាងនេះបាទ API hash បាទ API ID API hash pass វាចូលយ៉ា copy បាទហើយយកវាមក pass បាទច្រឡំមិញ pass ចូលហើយចុច send code send code វានឹងផ្ញើលេខកូដទៅកាន់ Telegram យើងនេះវាផ្ញើមកឲ្យឃើញទេនេះអញ្ចឹងយក copy លេខកូដហ្នឹងមកបាទអូខេ copy code ហើយយកវាមក pass ចូលកន្លែងនេះ send code ហ្នឹង verify code ហ្នឹង pass ចូលហើយចុច verify code ទៅអូខេវាដាក់នេះ login successful នេះគឺការ login របស់យើងគឺទទួលបានជោគជ័យហើយណាវាសួរយើងមិនចង់ log ថែមទៀតអត់ចឹងបើយើងអត់ទេយើងទៅប៉ុណ្្នឹងទៅបាទអូខេឥឡូវយើងទទួលបាន account ចំនួន2ហើយនេះខ្ញុំ add បាន2ហើយឃើញទេហើយយើងអាចធ្វើការនេះ view API អីបានឃើញទេ API Telegram អីយើងអាច view បាននេះមានមកងារច្រើនហ្នឹងឃើញទេឆែកលេខទូរស័ព្ទឆែក API អីហ្នឹងគឺយើងមានអូខេឥឡូវយើងបានប៉ុណ្ណេះហើយបាទបន្តទៀតខ្ញុំនឹងធ្វើវីដេអូតាក់ទងមួយការ add បាទនៅវីដេអូទី3